ស្រីណាខ្លះដែលអត់ចេះញ៉ាំទុំចាផ្ទះនេះអត់ទេទុំចូលចិត្តណាថ្ងៃនេះខ្ញុំឆានទុំឆាក្តៅមួយគ្រឿងខ្មែរយើងហ្នឹងឥឡូវយើងចាប់ផ្ដើមឆាចាយើងដាក់ម្ទេសយើងហឹរបន្តិចដើម្បីវាកាត់តលាន់ឥឡូវចាប់ផ្ដើមដាក់គ្រឿងបើស្ករប៊ីចេងតាមចំណង់ចំណូលចិត្តយើងនឹងមកតាមអ្វីដែលយើងចង់ហូបរៀងខ្លួនដោយសារផ្ទះមួយរសជាតិគឺហូបផ្សេងគ្នាចាថែមទឹកត្រីទៀតដើម្បីបង្កើនរសជាតិហើយថែមម្ទេសម៉ត់បន្តិចឲ្យវាមានពណ៌ស្អាតឆាត្រឡប់វាមកឲ្យចូលជាតិគ្នាល្អចាហើយចុងក្រោយគឺយើងដាក់ម្រះព្រៅហ្នឹងឲ្យឈ្ងុយកុំឲ្យមានក្លិនឆ្អាបទុំអរគុណ